ស្នាមញញឹមព្រំដែនឯកឧត្តមសសុខាចុះជួបសំណេះសំណាលនិងប្រកល់អំណោយផ្ទាល់ដល់កងកម្លាំងនគរបាលជាតិដែលកំពុងបំពេញភារកិច្ចការពារព្រំដែនកម្ពុជាថៃឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃរួមជាមួយភរិយាបានចុះជួបសំណេះសំណាលនិងប្រកល់អំណោយរបស់ក្រសួងមហាផ្ទៃជូនកងកម្លាំងនគរបាលជាតិដែលកំពុងឈរជើងនៅតំបន់ការពារព្រំដែនកម្ពុជាថៃក្នុងខេត្តព្រះវិហារនាព្រឹកថ្ងៃទី11ខែមិថុនាឆ្នាំ2025នេះអំណោយដែលប្រកល់ជូនរួមមានថវិកាស្បៀងអាហារផ្សេងៗដើម្បីគ្រប់គ្រងកងកម្លាំងនគរបាលជាតិដែលកំពុងបំពេញភារកិច្ចនាឱកាសនោះកងកម្លាំងដែលទទួលបានរួមមានគណៈបញ្ជាការនិងកងកម្លាំងជាច្រើនផ្នែកទទួលបានថវិកាចាប់ពី2លានដល់20លានរៀលក្នុងម្នាក់បានថវិកា200000រៀលអំណោយផ្សេងៗរួមមានអង្ករត្រីខកេសមីធំជាដើមជាមួយគ្នានេះសម្ដេចក្រឡាហោមសខេងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងលោកជំទាវញ៉ាំសាខនសខេងក៏បានឧបត្ថម្ភថវិកាបន្ថែមលើអំណោយរបស់ក្រសួងមហាផ្ទៃជូនដល់កងកម្លាំងនៅទីបញ្ជាការផ្សេងប្រមាណ125លានរៀលទៀតផងក្រៅពីនេះសម្ដេចក្រឡាហោមនិងលោកជំទាវក៏បានឧបត្ថម្ភថវិកាចំនួន20លានរៀលដល់នាយឧត្តមសេនីយ៍ឥតសារ៉ាត់មេបញ្ជាការជួរមុខនិងអតីតមេទ័ពខ្មែរក្រហមចំនួន2នាក់ក្នុងម្នាក់ថវិកាចំនួន10លានរៀលទៀតផង